សួស្តីបងប្អូនដែលបម្រើនៅលើអាសនាជាពិសេសក្រុមនាំចម្រៀងនៅតាមក្រុមជំនុំនីមួយៗដែលយើងហៅសាមញ្ញថាជាក្រុមថ្វាយបង្គំណាក្រុមថ្វាយបង្គំត្រូវតែជាអ្នកដែលថ្វាយបង្គំហើយស្រឡាញ់ការថ្វាយបង្គំនោះឯងគឺជាក្រុមថ្វាយបង្គំឬក៏ក្រុមនាំចម្រៀងណាពីព្រោះការថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងព្រឹកថ្ងៃអាទិត្យឬក៏នៅវេលាណាមួយដែលក្រុមជំនុំបានព្រមព្រៀងគ្នាកម្មវិធីថ្វាយបង្គំមានការប្រគំតន្ត្រីនោះវាផ្ទុយគ្នាទាំងស្រុងអំពីការប្រគំតន្ត្រីនិង concert ផ្សេងទៀតការថ្វាយបង្គំជាទូទៅគឺជាការលើកតម្កើងព្រះគ្រីស្ទនៅក្នុងចំណោមក្រុមជំនុំព្រះអង្គបានមានព្រះបន្ទូលឲ្យថាបើ2ឬ3នាក់ប្រជុំគ្នាដល់នៅព្រះនាមព្រះអង្គនោះទ្រង់គង់នៅកណ្ដាលចំណោមពួកគេអញ្ចឹងការថ្វាយបង្គំគឺត្រូវតែធ្វើក្នុងលក្ខខណ្ឌមួយដែលសមស្របហើយពិតជាលើកតម្កើងព្រះជាម្ចាស់ប្រកបមែនអ្នកនាំចម្រៀងនៅក្នុងក្រុមថ្វាយបង្គំពេលដែលអ្នកឡើងច្រៀងនៅលើអាសនៈនៅលើឆាកនៃក្រុមជំនុំណាមួយនោះលោកអ្នកត្រូវចាំថាលោកអ្នកឡើងទៅដើម្បីលើកតម្កើងព្រះគ្រីស្ទគឺមិនមែនលើកតម្កើងខ្លួនឯងទេកាលណាយើងឡើងទៅថ្វាយបង្គំព្រះហើយយើងលើកតម្កើងព្រះនោះយើងនឹងជួបជាមួយនឹងព្រះវត្តមានរបស់ព្រះអង្គប៉ុន្តែបើសិនជាក្រុមថ្វាយបង្គំឡើងទៅប្រជែងគ្នាលេងខ្លាំងក្រុមថ្វាយបង្គំឬក៏ក្រុមចម្រៀងនោះមិនមែនជាអ្នកនាំចម្រៀងទៀតទេប៉ុន្តែជាអ្នកនាំការរំខានដល់ក្រុមជំនុំពេលដែលក្រុមជំនុំរបស់ព្រះគ្រីស្ទថ្វាយបង្គំព្រះជាម្ចាស់ខ្ញុំបញ្ជាក់ម្ដងទៀតណាពេលដែលឧបករណ៍ភ្លេងនីមួយប្រកួតគ្នាលេងស្គរលេងខ្លាំងហ្គីតាបើកសំឡេងយ៉ាងខ្លាំងហើយហ្គីតាបាសក៏លេងលឺហើយអ្នកច្រៀងអត់លឺសូរតែភ្លេងឬក៏អ្នកច្រៀង2នាក់មួយគេហៅថា song leader អ្នកនាំចម្រៀងហើយមួយទៀតអ្នក back up ហ្នឹងមួយ song leader អ្នកនាំចម្រៀង back up អ្នកជំនួយនៅពេលដែលអ្នកចម្រៀងនាំថ្វាយបង្គំ2នាក់ហ្នឹងច្រៀងប្រជែងគ្នាចង់បានលឺរៀងខ្លួនការថ្វាយបង្គំនោះមិនមែនជាការថ្វាយបង្គំទេជាការរំខានទៅដល់ក្រុមជំនុំដែលកំពុងតែថ្វាយបង្គំដូច្នេះបងប្អូនហើយក្រុមថ្វាយបង្គំយើងសំខាន់ណាស់សូមត្រៀមលក្ខណៈឲ្យបានជាមុនហាត់សមឲ្យបានជាមុនមិនមែនថ្ងៃហ្នឹងត្រូវច្រៀងថ្វាយបង្គំហើយថ្ងៃហ្នឹងដដែលត្រូវហាត់សមជុំគ្នានោះទេខ្ញុំឃើញមានក្រុមជំនុំមួយចំនួនធ្វើបែបនេះថ្ងៃអាទិត្យម៉ោង8ថ្វាយបង្គំម៉ោង7ក្រុមថ្វាយបង្គំនាំការហាត់សមសូមដាក់ចិត្តដាក់កាយរបស់លោកនេះបម្រើព្រះដែលអស់ពីចិត្តពីព្រោះគ្មានសេចក្តីសុខឯណាក្រៅអំពីសេចក្តីសុខដែលបានមកពីការបម្រើព្រះជាម្ចាស់ទេហើយនៅពេលដែលយើងថ្វាយបង្គំព្រះអស់ពីចិត្តអស់ពីគំនិតរបស់យើងដោយជំរុះចោលអំនួតនិងភាពក្អេងក្អាងរបស់យើងដែលយើងគិតថាមានតែខ្ញុំមកបកកែច្រៀងជាងគេខ្ញុំបកកែលេងជាងគេអញ្ចឹងកាលណាយើងទម្លាក់អានឹងចោលហើយយើងមិនទៀបខ្លួននៅចំពោះព្រះវត្តមានរបស់ព្រះនោះព្រះអង្គនឹងលើកតម្កើងអ្នកឡើងដូចជាព្រះបន្ទូលព្រះអង្គអញ្ចឹងប៉ុន្តែបើក្រុមថ្វាយបង្គំនៅតែប្រកួតប្រជែងគ្នាក្រុមថ្វាយបង្គំនោះនឹងមិនដែលជួបព្រះវត្តមានរបស់ព្រះជាម្ចាស់សោះឡើយអរគុណសូមព្រះយេស៊ូវគ្រីស្ទប្រទានពរដល់បងប្អូនទាំងអស់គ្នា